សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំនៅក្នុង Channel នេះខ្ញុំនឹងចែកម្លែងអំពីគន្លឹះសំខាន់ៗទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងបើសិនជាអ្នកនរគ្នាចូលចិត្តសូមជួយចុច Subscribe Like ហើយនិង Share ទៅកាន់មិត្តភ័ក្តិរបស់អ្នកនរគ្នាផងអូខេនៅក្នុងអេពីសូតនេះជាអេពីសូតទី1របស់ខ្ញុំអញ្ចឹងខ្ញុំសូមលើកយកគន្លឹះមួយសំខាន់ចង់ចែកម្លែងទៅអ្នកនរគ្នានោះគឺជាគន្លឹះដែលធ្វើយ៉ាងណាអាចរៀនអ្វីមួយឲ្យបានចំណេញពេលវេលាលឿនជាងមុន10ដងនៅក្នុងអេពីសូតនេះខ្ញុំនឹងលើកយកវិធីសាស្ត្រចំនួន5មកចែកម្លែងអូខេកុំឲ្យខាតពេលយូរយើងចូលទៅវិធីសាស្ត្រទី1គឺរៀនដោយធ្វើសកម្មភាពអ្នកនរគ្នាប្រកាសជាធ្លាប់ចូលទៅក្នុង Google ឬក៏ YouTube ហើយ search ពីរបៀបធ្វើអ្វីមួយដែលប្រើពីពាក្យថា how to មែនអត់ប៉ុន្តែជាចុងក្រោយអ្នកនរគ្នាគ្រាន់តែមើលមិនបានធ្វើសកម្មភាពអ្វីទាំងអស់ការដែលមិនធ្វើសកម្មភាពនេះហើយដែលយើងមិនអាចទទួលយកបទពិសោធន៍ពិតៗនៅក្នុងជីវិតរបស់យើងអ្នកនរគ្នាដឹងទេថាការរៀនអ្វីមួយដែលពិតប្រាកដមែនតើទៅវាកើតឡើងចេញពីការបង្កើតកំហុសទៅវិញទេនៅពេលដែលយើងអនុវត្តវាផ្ទាល់ឧទាហរណ៍ថាអ្នកនរគ្នាចង់រៀនធ្វើម្ហូបអ្នកនរគ្នាមើលទៅក្នុងវីដេអូតែអ្នកនរគ្នាបានទៅផ្សារទិញគ្រឿងទេសទិញសាច់ទិញបន្លែមកធ្វើជាម្ហូបអញ្ចឹងយើងអត់ដឹងថាតើម្ហូបរបស់យើងនឹងអាចធ្វើទៅវាឆ្ងាញ់មែនអត់អញ្ចឹងយើងតតែសាកល្បងធ្វើវានៅខាងក្រៅពិតយើងកុំខ្លាចទោះបីជាពេលខ្លះយើងអាចធ្វើឲ្យខុសឆ្នាំងក៏ដោយប៉ុន្តែវាគ្រាន់តែជាជំហាននៃការរៀនរបស់យើងតែប៉ុណ្ណោះបើយើងមិនអនុវត្តគ្មានថ្ងៃណាដែលយើងដឹងថាយើងខ្វះខាតអីទេហើយក៏គ្មានលទ្ធផលស្អីបន្តិចដែរខួរក្បាលរបស់យើងវាចាប់យកបទពិសោធន៍បរាជ័យនិងការកែតម្រូវរបស់យើងនឹងជាការចងចាំរយៈពេលយូរឬក៏រយៈពេលវែងដូច្នេះអ្នកនរគ្នាមិនគួរភ័យខ្លាចនឹងការបង្កើតកំហុសទេដើម្បីឲ្យរៀនបានកាន់តែលឿនជាងមុន10ដងអ្នកនរគ្នាទី1គឺត្រូវឈប់រងចាំឈប់បង្អាក់ខ្លួនឯងឈប់គិតច្រើនហើយចាប់ផ្ដើមធ្វើសកម្មភាពចាប់ផ្ដើមបង្កើតកំហុសហើយនឹងកែតម្រូវវាបន្តបន្ទាប់ទៅវិធីសាស្ត្រទី2បង្រៀននៅអ្វីដែលយើងរៀនអ្នកនរគ្នាប្រហែលជាធ្លាប់ជួបរឿងនេះនៅពេលដែលយើងដឹងច្បាស់ក្នុងចិត្តថាយើងយល់ពីអ្វីមួយហើយយើងចង់បញ្យល់រឿងហ្នឹងទៅកាន់អ្នកដទៃតែនៅពេលដែលយើងនិយាយទៅប្រាប់គេមានអារម្មណ៍ថាយើងនិយាយអត់ចេញហើយខួរក្បាលរបស់យើងនឹងមានអារម្មណ៍ថាទទេស្អាតតែម្ដងនេះក៏ព្រោះតែការយល់នៅក្នុងខួរក្បាលវាដូចជាមួយនឹងការដែលយើងនិយាយចេញមកខាងក្រៅទេនៅពេលដែលយើងនិយាយចេញមកក្រៅទើបយើងដឹងថាអ្វីដែលយើងចេះពិតប្រាកដហើយអ្វីដែលយើងនៅតែមានការយល់ច្រឡំឬក៏យើងអត់ច្បាស់អញ្ចឹងវាជាវិធីមួយដែលយើងអាចធ្វើឲ្យយើងនឹងប្រាប់ខួរក្បាលរបស់យើងថាអ្វីទៅដែលជាភាពខ្វះខាតរបស់យើងហើយយើងត្រូវតែទៅបំពេញបន្ថែមក្នុងវិទ្យាសាស្ត្រគេបានសិក្សាឃើញថាការបង្រៀនគឺល្អជាងដែលយើងទៅអានស្ងាត់ឲ្យខ្លួនឯងឬគ្រាន់តែទៅ highlight នៅលើសៀវភៅរបស់យើងនៅពេលដែលយើងនិយាយចេញមកខួរក្បាលរបស់យើងវាត្រូវតែរៀបចំគំនិតរបស់យើងនៅក្នុងខួរក្បាលសិនហើយបានយកពាក្យហ្នឹងនិយាយចេញមកខាងក្រៅអញ្ចឹងខួរក្បាលរបស់យើងបានឆ្លងកាត់ process ហើយមួយទៀតខួរក្បាលរបស់យើងនឹងរៀបចំគំនិតដើម្បីឆ្លើយតបនឹងសំណួររបស់គេដែលធ្វើឲ្យគ្រប់ផ្នែកទាំងអស់នៃខួរក្បាលរបស់យើងនឹងវាដំណើរការជាមួយគ្នាយ៉ាងសកម្មខ្ញុំឧទាហរណ៍ថានៅពេលដែលយើងរៀនអ្វីមួយឧទាហរណ៍ថាផែនដីវិទ្យាយើងបញ្យល់វាទៅកាន់មិត្តភ័ក្តិរបស់យើងហើយបើសិនជាយើងគ្មានមិត្តភ័ក្តិទេយើងក៏មិនអីដែរយើងនិយាយជាមួយនឹងខ្លួនឯងក៏បានជាមួយនឹងកញ្ចក់ហើយយើងព្យាយាមសួរសំណួរដែលយើងគិតថាអ្នកដទៃប្រហែលជាអាចនឹងសួរអាហ្នឹងមកកាន់យើងហើយយើងប្រើខួរក្បាលរបស់យើងនឹងព្យាយាមស្វែងរកចម្លើយទុកមុនជាមួយនឹងសំណួររបស់ហ្នឹងសំណួរដែលគេនឹងសួរយើងហ្នឹងវាស្ដាប់ទៅដូចរៀងឈួតប៉ុន្តែវាពិតជាមានប្រសិទ្ធភាពមែនអ្នកនរគ្នាបើមិនជឿទេអាចសាកមើលបានវិធីសាស្ត្រទី3ប្រើញៀនច្រើនក្នុងពេលតែមួយអ្នកនរគ្នាធ្លាប់ទេថានៅពេលដែលយើងកំពុងតែអានអត្ថបទឬក៏សៀវភៅអ្វីមួយនៅក្នុងចិត្តដែលយើងអត់ទាន់អានលើខាងក្រៅអានលឺនៅខាងក្រៅទេហើយមានអ្នកដទៃហៅយើងហើយបន្តមកទៀតយើងក៏ត្រឡប់មកអានវិញប៉ុន្តែយើងមានអារម្មណ៍ថាយើងភ្លេចនៅអ្វីដែលយើងអានមុននឹងបាត់ហើយហេតុអីពីព្រោះការអានក្នុងចិត្តហ្នឹងឯងគឺយើងប្រើបានតែញៀនតែមួយគត់គឺភ្នែករបស់យើងអញ្ចឹងដើម្បីឲ្យលឿនជាង10ដងយើងត្រូវតែប្រើញៀនច្រើនក្នុងពេលតែមួយ
គូក្បាលរបស់យើងវាហាក់បីដូចជាប្រព័ន្ធមួយអញ្ចឹងវាមានតំណែងតំណងគ្នាជាច្រើនតភ្ជាប់គ្នានៅពេលដែលយើងប្រើញៀនច្រើនធ្វើសកម្មភាពជាមួយនឹងព័ត៌មានរបស់យើងហ្នឹងវានឹងជួយឲ្យប្រព័ន្ធគូក្បាលរបស់យើងហ្នឹងងាយស្រួលទទួលយកព័ត៌មានកាន់តែលឿនហើយកាន់តែច្បាស់ជាងមុនទៀតឧទាហរណ៍ថាយើងបដូរពីការអានក្នុងចិត្តមកអានមកខាងក្រៅលឺនៅពេលនោះគូក្បាលរបស់យើងនឹងចាប់យកទាំងរូបភាពនិងសំឡេងក្នុងពេលតែមួយនៅពេលដែលយើងមើលវីដេអូក្នុង YouTube យើងត្រូវតែមាន note មួយនៅក្បែរដៃហើយយើងសរសេរនៅពាក្យដែលយើងអាចយល់đượcខ្លួនឯងបានថាពាក្យខ្លួនឯងអូខេហើយធ្វើយ៉ាងណាឲ្យគូក្បាលរបស់យើងនឹងគិតថាវាងាយយល់ងាយចងចាំសរុបមកវិញវិធីនេះយើងប្រើភ្នែកត្រចៀកហើយនឹងដៃរបស់យើងឲ្យញៀនទាំងនេះធ្វើការជាមួយគ្នារួមគ្នាក្នុងពេលតែមួយបញ្ជូនព័ត៌មានទៅកាន់គូក្បាលរបស់យើងឲ្យកាន់តែប្រសើរជាងមុនហើយលឿនជាងមុន10ដងវិធីសាស្ត្រទី4ទុកពេលឲ្យខ្លួនឯងអនុវត្តអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឆ្លងកាត់រឿងមួយខ្ញុំក៏ដូចគ្នាដែរគឺការរៀនដាច់យប់ព្រោះតែថាថ្ងៃស្អែកហ្នឹងគឺជាថ្ងៃប្រឡងតែនៅពេលដែលដល់ថ្ងៃស្អែកនៅពេលដែលយើងទៅប្រឡងមែនតើយើងបែរជាភ្លេចនៅអ្វីដែលយើងរៀនកាលពីយប់មិញហេតុអីដោយសារតែពេលវេលាវាខ្លីពេកគូក្បាលរបស់យើងអាចស៊ាំនឹងចំណេះដឹងថ្មីនៅឡើយទេអញ្ចឹងយើងត្រូវតែអនុវត្តការធ្វើឡើងវិញជាប្រចាំក្នុងន័យនេះមានន័យថាយើងទុកពេលវេលាឲ្យគូក្បាលរបស់យើងនឹងមានរយៈពេលយូរបន្តិចដើម្បីទទួលយកព័ត៌មានសន្សំកុំមកខំអូខេខ្ញុំឧទាហរណ៍ថានៅពេលដែលយើងរៀនភាសាអង់គ្លេសនៅពេលដែលយើងរៀនពាក្យថ្មីយើងនិយាយវាឲ្យបានញឹកញាប់បន្តិចជារៀងរាល់ថ្ងៃនៅពេលដែលយើងស្ទាត់ជាមួយនឹងពាក្យទាំងអស់នឹងហើយយើងអាចចាប់ផ្ដើមបដូររយៈពេលរៀនរបស់យើងនឹងពីការរៀនរាល់ថ្ងៃទៅលើពាក្យថ្មីយើងស្គាល់ពាក្យនឹងច្បាស់យើងអាចបដូរទៅជាការរំលឹក3ថ្ងៃម្ដងហើយបដូរទៅជាការរំលឹកប្រចាំសប្ដាហ៍ក៏បានដែរអញ្ចឹងសម្រាប់ពាក្យថ្មីយើងនៅតែបន្តរៀនរាល់ថ្ងៃហើយសម្រាប់ពាក្យចាស់ដែលយើងស្គាល់ហើយដែលយើងចេះហើយហ្នឹងយើងអាចបដូរទៅជារៀងរាល់3ថ្ងៃម្ដងឬក៏មួយអាទិត្យម្ដងអញ្ចឹងវាមាន space វាមានពេលវេលាគ្រប់គ្រាន់ឲ្យគូក្បាលរបស់យើងហ្នឹងអាចទទួលយកសំបដាទៅវាអាចចាំបានរយៈពេលយូរបើសិនជាបើយើងនៅតែប្រើ one night policy ដែលយើងគិតថារៀនតែមួយយប់ហើយស្អែកឡើងយើងចេះទាំងអស់វាអាចទៅរួចទេវា stress ខ្លាំងមែនតើអូខេចូលមកវិធីសាស្ត្រទី5គឺជាការច្នៃការរៀនរបស់យើងទៅជាការកម្សាន្តស្ដាប់ទៅវាដូចជាប្លែកប៉ុន្តែវាពិតជាបានផលមែនប៉ុន្តែនៅពេលដែលយើងរៀនអ្វីមួយយើងគិតថាវាគួរឲ្យធុញយើងអង្គុយរាប់ម៉ោងយើងអង្គុយអានឬក៏យើងអង្គុយស្ដាប់រាប់ម៉ោងយើងមានអារម្មណ៍ថាធុញហើយយើងចង់សម្រាកមែនតើទៅអញ្ចឹងមានវិធីមួយដែលអាចជួយបានគឺច្នៃការរៀនរបស់យើងទៅជាការកម្សាន្តដោយបង្កើតទៅជារង្វាន់ឬក៏ជាការប្រកួតប្រជែងជាដើមឧទាហរណ៍នៅពេលដែលយើងរៀនពាក្យថ្មីយើង challenge ជាមួយនឹងខ្លួនឯងយើងគិតថាក្នុង1ម៉ោងយើងប្រហែលជាអាចរៀនពាក្យថ្មីបាន10ពាក្យប៉ុន្តែយើង challenge ខ្លួនឯងថាក្នុងរយៈពេល20នាទីធ្វើម៉េចយើងអាចរៀនពាក្យថ្មីនឹងបាន10ពាក្យនៅពេលដែលយើងធ្វើបានសម្រេចកុំភ្លេចឲ្យកាដូខ្លួនឯងផងតែមិនចាំបាច់ឲ្យកាដូអីធំដុំទេគ្រាន់តែជា snack ដែលយើងចូលចិត្តក៏បានដែរឬក៏សម្រាប់មួយផ្លែតទៅ scroll social media ឬក៏ទៅលេង game ហើយយើងក៏អាចបបួលមិត្តភ័ក្តិរបស់យើងមក challenge ជាមួយគ្នាក៏បានអ្នកណាឈ្នះអ្នកនឹងទទួលបានរង្វាន់អញ្ចឹងហេតុអីបានវិធីនេះមានប្រសិទ្ធភាពព្រោះការកម្សាន្តនេះនឹងជួយឲ្យខួរក្បាលរបស់យើងបញ្ចេញនៅសារធាតុដូផាមីនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អហើយវាធ្វើឲ្យយើងមានការលើកទឹកចិត្តជួយឲ្យយើងនឹងផ្ដោតអារម្មណ៍ជំរុញនៅសមត្ថភាពក្នុងការរៀនជំនាញថ្មីថែមទៀតអញ្ចឹងវិធីសាស្ត្រមួយនេះក៏សប្បាយដែរនៅពេលដែលយើងរៀនយើងមានការរៀនផងមានការលេងផងអញ្ចឹងយើងអត់ធុញទៀតទេអូខេសរុបមកវិញក្នុងវីដេអូនេះយើងមានវិធីសាស្ត្រចំនួន5ទី1គឺការរៀនដោយធ្វើសកម្មភាពទី2បង្រៀននៅអ្វីដែលយើងរៀនទី3ប្រើញៀនជាច្រើនក្នុងពេលតែមួយទី4ទុកពេលវេលាឲ្យខ្លួនឯងអនុវត្តទី5ច្នៃការរៀនរបស់យើងទៅជាការកម្សាន្តអូខេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើឲ្យខ្លួនឯងរៀនបានលឿនជាងមុន10ដងបន្ទាប់ពីមើលវីដេអូនេះហើយចាប់ផ្ដើមជាមួយនឹងវិធីសាស្ត្រទី1គឺរៀនដោយធ្វើសកម្មភាពជួបគ្នាក្នុងអេពីសូតក្រោយទៀតជាមួយនឹងវិធីសាស្ត្រទាំង5ផ្សេងទៀតអូខេបាយបាយ